ប្រហែល20ថ្ងៃអីតិចតួចហ្នឹងជ្រោដែរខ្ញុំស្មាន2ខែឬ1ខែកន្លះហើយទៀតជើនេះអានោនោះណាគល់វាក្នុងទឹកហ៎គល់វានៅនោះកែមខាងនោះនៅលើគោកហ៎អានេះគឺស្រះត្រីណាចាប់តាហើយចេញត្រីយកមកចាក់ទៀតមើលទំនុកអាស្រូវនេះដាក់ត្រីក្នុងស្រែធម្មជាតិទឹកទៅជាទឹកជំរឿណាទំនុកហ្នឹងធ្វើបន្លាយហ្នឹងធ្វើធុងយើងស្រូវហ្នឹងអត់ទេនិយាយតាមបន្លាយហ្នឹងណាអូបន្លាយពណ៌ទៅវិញទេអូអញ្ចេះហ៎ហ្នឹងហើយដល់យើងដាក់ត្រីហើយដល់ពេលយើងស្រូវធំយើងបូមផលិតទៅឲ្យវាស៊ីក្នុងស្រូវទៅហ្នឹងហើយពេលណាយើងគោកយើងបង្ហូរវាតម្លាក់បបបន្លាយត្រីវាមកពេញហ្នឹងហើយត្រីធម្មជាតិចូលហ្នឹងចាំវត្តធ្វើចឹងយើងបូមម្ដងគ្រូស្រះមួយឆ្នាំយើងបូមម្ដងចុះត្រីវិណាមកវើខែទឹកឡើងមកវាលិចវាបែកលិចចឹងហើយបើវាកើតកូនកើតចៅនេះកូនកើតចៅតែ3ឆ្នាំដល់ពោតហ្នឹងក្បោនេះអានេះសិតត្រីអីចម្រុះថ្ងៃញាស់កូនតិចក្រាញ់ច្រើនណាស់ចាក់ខ្លះមានសាប់ខ្លះឲ្យលោកគ្រូយើងអានងធំចាទៅរស់គាត់ប៉ុណ្ណាអូចិត្តពងខ្ញុំមើលបន្លាយនេះទឹកធំធូងហ្នឹងហើយអូអញ្ចឹងវាកើតបឹងហើយវាជុំវិញហ្នឹងកាលណាបូមទឹកថាត្រឹមទឹកគង់អានោះតាលើខ្មងជើងត្រីវាអាចហើរលេងបានហ្នឹងហើយអត់បាក់ទិញកន្លែងគេហូបទេគេឲ្យចេញអត់រួចអូខ្ញុំដែរឲ្យប្រពន្ធទិញផ្លែផ្សាទេដល់ចុះស្មើណាចុះស្បេះនោះធំទ្រូងអានឹងរយៈអីហេតុកំនេះអូផ្លែវាជាអូនោះដល់ហ្នឹងចេះផ្លែហ្នឹងមើលខ្ញុំមិនដែរទិញគេទេមានអាលក់អូអីចង់ឆាត់បាទហើយបើគេអ្នកស្រុកគេចូលចិត្តបន្លែខ្ញុំថាតាគាត់ដាំធម្មជាតិគេទិញស៊ីអ្នកនៅយើងហ្នឹងនោះអត់តោងទេដេកចាំតោមខ្ញុំហ្នឹងចូលកំសត់ហ្នឹងពលដេកហ្នឹងនិយាយពលខឹងថាអត់មានទូរស័ព្ទគាត់បាក់តាក់តងហ្នឹងដល់ចាប់យកប្រឡុកអីមាន5អ្នកកាត់បានមុនបងខ្លាចចាអូយដល់ពេលយូរខ្ញុំស្ដីឲ្យបិទវាចិត្តទៅនៅយូរគាត់ស៊ំណាស់អីចា